នៅតាមផ្លូវដាច់ស្រយាលមួយនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិកគឺមានរឿងដំណាលមួយដែលអ្នកភូមិនៅតំបន់ហ្នឹងគឺតែងតែនិយាយថារៀងរាល់យប់ពាក់កណ្ដាលអាធ្រាត្រខណៈពេលដែលបរិយាកាសគឺចាប់ផ្ដើមចុះត្រជាក់និងមានខ្យល់បក់រវិចថែមទៀតនោះគឺពួកគេតែងតែប្រទះឃើញនៅវត្តមានរបស់បុគ្គលដ៏ចម្លែកម្នាក់គឺតែងតែដើររាប់ទៅតាមដងផ្លូវដែលពួកគេកំពុងតែរស់នៅហ្នឹងគឺជារៀងរាល់ថ្ងៃតែម្ដងជានេះទៀតសូម្បីតែអ្នកដំណើរដែលបានជិះកាត់នៅតំបន់មួយនេះក៏បាននិយាយដូចគ្នាដែរថារៀងរាល់យប់នៅពេលដែលពួកគេបានឆ្លងកាត់នៅតំបន់នេះ10 ដងទៅហើយដែលពួកគេប្រទះឃើញបរិសម្នាក់នេះដល់ទៅ7 8ឬក៏9លើកទៅហើយអញ្ចឹងបានន័យថាបរិសម្នាក់នេះគឺដើររៀងរាល់យប់តែម្ដងភាពចម្លែកមួយនេះគឺមិនតន់អស់នោះទេអ្នកដំណើរគឺបានបន្តទៀតថាបរិសម្នាក់នេះគឺមិនមានរូបរាងកាយនិងលក្ខណៈដូចជាមនុស្សធម្មតានោះទេដែលហេតុនេះហើយទើបមនុស្សដែលរស់នៅក្នុងតំបន់មួយនេះព្រមទាំងអ្នកដំណើរដែលបាននិយាយតគ្នានឹងគឺបានដាក់ងារទៅកាន់បរិសម្នាក់នេះថា The Green Man ឬក៏គេហៅម្យ៉ាងទៀតថា Charlie No Faceបរិយាចម្លែកខាងលើដែលគេដាក់ងារថា The Green Man ឬក៏ Charlie No Face គឺតែងតែបញ្ចេញសកម្មភាពដើរនៅពេលយប់ខណៈពេលដែលអ្នកភូមិទាំងអស់គឺបានចូលដំណេកគេសង្កេតឃើញថាយប់កាន់តែជ្រៅមេឃកាន់តែងងឹតខ្លាំងគឺបរិយានេះគឺតែងតែលេចវត្តមានមកហើយគេក៏មិនដឹងថាតើបរិយានេះគឺដើរសម្ដៅទៅណាដែរជាមួយនឹងការត្រាច់ចោលតែម្នាក់ឯងនិងមិនមានជាមួយនឹងភ្លើងសម្រាប់បំភ្លឺផ្លូវនោះទេអ្នកភូមិដែលរស់នៅក្នុងតំបន់នេះគឺមិនដែលចាត់ទុកថា The Green Man គឺជាមនុស្សសំបីតែម្ដងណាឡើយតែគ្រាន់តែការដើរតែម្នាក់ឯងនៅពេលយប់នឹងគឺវាចម្លែកស្រាប់ទៅហើយប៉ុន្តែអ្វីដែលគួរឲ្យចម្លែកព្រឺព្រួយនិងភ័យខ្លាចតែទៀតនោះគឺប្រៀបមិនដូចនឹងមនុស្សទូទៅទេអ្នកដំណើរដែលបានឆ្លងកាត់តាមតំបន់នេះគឺបាននិយាយថាស្បែករបស់គាត់គឺមានពណ៌បៃតងហើយអ្វីដែលកាន់តែគួរឲ្យព្រឺព្រួយនិងគួរឲ្យខ្លាចថែមទៀតនោះគឺបរិយាម្នាក់នេះគឺមិនមានមុខមាត់ដូចមនុស្សទូទៅទេបានន័យថាភ្នែកក៏មិនមានច្រមុះក៏មិនមានហើយមាត់របស់គាត់នឹងក៏មិនធម្មតាដូចយើងនោះដែរដោយសារតែភាពចម្លែកទាំងអស់ហ្នឹងហើយរៀងរាល់មេឃដែលចាប់ផ្ដើមចិត្តងងឹតហ្នឹងគឺអ្នកភូមិគឺតែងតែហៅកូនហៅចៅនាំគ្នាចូលផ្ទះបិទរបងបិទទ្វារគឺមិនមានឲ្យនរណាម្នាក់ចេញក្រៅនោះទេតែគេគិតថា The Green Man គឺជាបិសាចនាពេលរាត្រីដែលតែងតែដើរក្នុងគោលបំណងចាប់មនុស្សធ្វើជាចំណីនឹងឯងរាល់ការបង្ហាញខ្លួនរបស់គាត់ម្ដងអ្នកភូមិគឺគ្មាននរណាម្នាក់ហ៊ានបញ្ចេញសម្លេងនោះទេតែគេគិតថាសមត្ថភាពរបស់ The Green Man គឺការស្ដាប់នឹងឯងដោយសារតែគាត់មិនមានជាមួយនឹងកែវភ្នែកសម្រាប់មើលមកកាន់អ្នកភូមិនោះទេម្ដងមកកាលនៅពេលដែលមានអ្នកដំណើរបានជិះឆ្លងកាត់នៅតំបន់នេះគឺគេបាននិយាយថា The Green Man គឺតែងតែបកដៃសុំដោយសារទៅជាមួយពួកគេជារឿយៗក៏ប៉ុន្តែច្បាស់ណាស់មិនមាននរណាម្នាក់ហ៊ានឈប់ឡានដើម្បីឲ្យបុរសម្នាក់នេះគឺរួមដំណើរជាមួយនោះទេមិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាទេបើសិនជាជួបក្នុងស្ថានភាពបែបនេះដូចគ្នាក៏សម្រេចចិត្តមិនឈប់ឡានដូចគ្នាបើទោះបីជាគេមិនប្រាប់ថាបុរសម្នាក់នេះជាអ្វីពិតប្រាកដក៏យើងអាចកាត់ន័យយល់ថាបុរសម្នាក់នេះគឺមិនមែនជាមនុស្សធម្មតានិងប្រក្រតីដូចយើងនោះទេអស់រយៈកាលរាប់ខែរាប់ឆ្នាំគឺសកម្មភាពនៃបរិយាម្នាក់នេះគឺតែងតែធ្វើដដែលឲ្យតែមេឃចាប់ផ្ដើមតែងងឹតនោះ The Green Man គឺតែងតែលេចវត្តមានឡើងជារឿយៗមិនបាត់សូម្បីតែមួយយប់តែសកម្មភាពទាំងអស់ហ្នឹងគឺធ្វើឲ្យអ្នកភូមិគឺកាន់តែមានអារម្មណ៍ថាភ័យខ្លាចទៅនិងមិនហ៊ានសូម្បីតែចេញពីផ្ទះផងរាល់ពេលដែលមេឃងងឹតក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើទោះបីភាពភ័យខ្លាចមួយនេះគឺបានបង្កឡើងដោយ The Green Man ទៅកាន់អ្នកភូមិក៏ប៉ុន្តែអ្នកភូមិក៏មិនដែលមានបញ្ហាឬក៏ទទួលរងគ្រោះថ្នាក់ពី The Green Man នោះដែរបន្តិចម្ដងការភ័យខ្លាចក៏បន្តនឹងវិវត្តទៅជាការឆ្ងល់ហើយក្រោយពីការឆ្ងល់អ្នកភូមិក៏សម្រេចចិត្តថានឹងធ្វើការវែកញែកនិងរកចម្លើយឲ្យបានថាតើបរិយាម្នាក់នេះគឺមកពីណាហើយជាមនុស្សឬក៏ជាអ្វីពិតប្រាកដក្រោយការពិតត្រូវបានលាតត្រដាងអ្នកភូមិដែលរស់នៅក្នុងតំបន់នោះគឺបានកែប្រែនៅការគិតរបស់ខ្លួនបដូរពីការភ័យខ្លាចបែរទៅជាអាណិតខ្លោចចិត្តទៅកាន់ The Green Man ទៅវិញការពិតនោះថា The Green Man គឺមិនមែនជាខ្មោចព្រាយវិស័យឬក៏អារក្សដូចអ្វីដែលអ្នកភូមិធ្លាប់គិតនោះទេ The Green Man គ្រាន់តែជាបុរសធម្មតាម្នាក់ដែលខ្លាចរងនឹងការមើលងាយមើលថោកពីសំណាក់មនុស្សជុំវិញខ្លួននិងកិច្ចពីវិបត្តិផ្លូវចិត្តរបស់ខ្លួនក្រោយជួបនៅឧបទ្ទវហេតុមួយនៅក្នុងឆ្នាំ1919តែប៉ុណ្ណោះនៅឆ្នាំ1919គឺមានហេតុការណ៍ឧបទ្ទវហេតុដ៏អាក្រក់មួយបានកើតឡើងទៅកាន់ក្មេងប្រុសអាយុ9ឆ្នាំម្នាក់ដែលមានឈ្មោះថា Raymond Robinson Raymond គឺជាក្មេងម្នាក់ដែលរីករាយសភាពរៀបសារចេះយកអាសាមិត្តភ័ក្តិនិងថែមទាំងជាក្មេងដែលចូលចិត្តសិក្សាស្វែងយល់ពីអ្វីៗដែលនៅជុំវិញខ្លួនថែមទៀតផងមានពេលមួយពោលនៅថ្ងៃទី18ខែមិថុនាឆ្នាំដដែលនោះគឺ Raymond គឺមានការចាប់អារម្មណ៍ទៅលើសម្បុកសត្វមួយខ្លាំងមែនទែនដែលវាកំពុងតែធ្វើសម្បុកនៅលើបង្គោលភ្លើងដែលស្ថិតនៅលើស្ពានមួយដោយសារតែចរិតលក្ខណៈចង់ដឹងនិងសិក្សាពីអ្វីៗជុំវិញខ្លួនទាំងអស់នេះហើយទើប Raymond សម្រេចចិត្តថានឹងបបួលមិត្តភ័ក្តិរបស់ខ្លួននឹងឲ្យទៅជាមួយខ្លួនដើម្បីបានជាគ្នាកុំឲ្យខ្លាចឬក៏ទៅតែឯងនឹងវាអាចមានបញ្ហាដោយប្រការណាមួយចឹងទៅ
ដោយសារតែមិត្តភក្តិរបស់ Raymond គឺមិនចេះឡើងបកគោភ្លើងហ្នឹងគឺ Raymond ឲ្យមិត្តភក្តិរបស់ខ្លួនហ្នឹងគឺឈរចាំនៅខាងក្រោមហ្នឹងហើយទុកឲ្យខ្លួនហ្នឹងគឺជាអ្នកឡើងបកគោភ្លើងវិញដើម្បីឡើងទៅយកសម្បុកសត្វហ្នឹងហើយអាងចុះមកវិញនឹងមើលជុំគ្នាខណៈពេលដែលកំពុងតែឡើងហ្នឹងដោយមិនប្រយ័ត្នជាអកុសលក្មេងប្រុស Raymond គឺបានឆក់ជាមួយនឹងខ្សែភ្លើងដែលមានកម្លាំងឆក់ហ្នឹងដល់ទៅ 22,000 វ៉ុលឯណោះតែការឆក់មួយហ្នឹងគឺធ្វើឲ្យ Raymond របស់យើងហ្នឹងគឺមានការខូចខាតជាមួយនឹងមុខ Monster តែទាំងស្រុងតែម្ដងជានេះទៅទៀតស្បែករបស់គាត់ក្រោយពីជាសះស្បើយពីការរលាកនៃខ្សែភ្លើងនេះគឺបានវិវត្តទៅជាពណ៌បៃតងស្លេកទៅវិញក្រោយពីហេតុការណ៍មួយនេះគឺបានកើតឡើងគឺវាមិនមែនបំផ្លាញតែសុខភាពផ្លូវកាយរបស់ Raymond តែម្យ៉ាងនោះទេគឺវាថែមទាំងបំផ្លាញនូវសុខភាពផ្លូវចិត្តរបស់ Raymond ថែមទៀតផងក៏ព្រោះតែរូបរាងកាយរបស់គាត់ទៅជាសភាពបែបនេះហើយមនុស្សនៅជុំវិញខ្លួនរបស់គាត់គឺចាប់ផ្ដើមសើចចំអកមើលងាយមើលថោកនិងថែមទាំងលែងចាត់ទុកគាត់ជាមនុស្សថែមទៀតផងហេតុដូចនេះហើយគាត់គឺមិនដែលបង្ហាញខ្លួននៅពេលថ្ងៃឡើយដើម្បីជៀសវាងនៃការមើលងាយនិងបង្កជាការខ្ពើមល្អនិងរើសអើងពីមនុស្សជុំវិញខ្លួនដូច្នេះហើយបានជា Raymond ជ្រើសរើសការដើរនៅពេលយប់ដើម្បីមិនឲ្យប៉ះពាល់ដល់អ្នកណានិងមិនឲ្យខ្លួនឯងមានអារម្មណ៍ថាឈឺចាប់ផ្លូវចិត្តតទៅទៀត